អ៊ុយក្រែនបានបោះជំហានទៅមុខមួយជំហានទៀតហើយនោះគឺការពិភាក្សាថ្មីៗកន្លងទៅនេះប្រទេសនេះបានប្រកាសថាខ្លួនអាចផលិតនៅយន្តហោះដ្រូនប្រភេទថ្មីដែលអាចហោះទៅបឹកកំទេចគោលដៅបាននៅក្នុងរយៈចម្ងាយរហូតដល់3000គីឡូម៉ែត្រឯណោះបាទដែលយើងនឹងស្រាប់បានទាំងអស់គ្នាបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើកនេះគឺប្រទេសអ៊ុយក្រែននេះគឺឈានទៅមុខខ្លាំងបំផុតដូចគឺដោយសារតែប្រទេសអ៊ុយក្រែននេះបានធ្វើទំនើបកម្មជារៀងរាល់ថ្ងៃជាពិសេសនោះគឺសិក្សាទៅលើទស្សនវិជ្ជាជាក់ស្ដែងនៃសង្គ្រាមពិតៗតែម្ដងដែលកើតចេញអំពីការឈ្លានពានរបស់ប្រទេសរុស្ស៊ីមកលើប្រទេសអ៊ុយក្រែនហើយអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងបំផុតទៀតនោះកាលពីប្រហែលថ្ងៃមុនគឺប្រទេសអ៊ុយក្រែននេះឯងបានបាសការវាប្រហារដោយយន្តហោះគ្មានមនុស្សបើកមានចំនួនរហូតដល់1000គ្រឿងឯណោះបាសការវាប្រហារទៅលើទឹកដីរបស់ប្រទេសរុស្ស៊ីអញ្ចឹងថាតើព័ត៌មាននេះយ៉ាងណាយ៉ាងណីនោះកុំឲ្យខាត់ពេលវេលាច្រើនយើងនឹងស្ដាប់ទាំងអស់គ្នាបាទលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃអាទិត្យកន្លងទៅបានអះអាងថាប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមផលិតនៅយន្តហោះដ្រូនវាប្រហារថ្មីដែលអាចហោះទៅបឹកកំទេចគោលដៅបាននៅក្នុងរយៈចម្ងាយរហូតដល់3000គីឡូម៉ែត្រឯណោះលោក Zelensky ដដែលនេះក៏បានបន្តនឹងទៀតថាយន្តហោះដ្រូនវាប្រហារប្រភេទថ្មីរបស់ប្រទេសអ៊ុយក្រែននេះគឺមានឈ្មោះថា FP ដែលត្រូវបានផលិតឡើងដោយក្រុមអ្នកជំនាញដែលមានឈ្មោះថា Firepointលោក Zelensky ដដែលនេះក៏បានបន្តនឹងទៀតថាសមិទ្ធផលដ៏មហាអស្ចារ្យមួយនេះគឺត្រូវបានបង្កើតឡើងដោយស្នាដៃរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនជាពិសេសនោះគឺទីហ៊ានរបស់កងកម្លាំងប្រតិបត្តិការពិសេសរបស់ទីក្រុងគីវតែម្ដងបើតាមប្រសាសន៍របស់លោកប្រធានាធិបតី Volodymyr Zelensky ដដែលនេះក៏បានបន្តនឹងទៀតថាបន្ទាប់ពីផលិតបាននៅយន្តហោះដ្រូនដែលអាចហោះហើរបាននៅក្នុងរយៈចម្ងាយឆ្ងាយបែបនេះហើយនោះប្រទេសអ៊ុយក្រែនក៏បានសន្យាផងដែរនឹងបង្កើនការវាយប្រហាររបស់ខ្លួនជារៀងរាល់ថ្ងៃទៅលើប្រទេសរុស្ស៊ីជាស្ដែងនៅក្នុងរយៈពេលប្រមាណខែចុងក្រោយមកនេះប្រទេសអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលមានរយៈចម្ងាយមធ្យមនិងចម្ងាយឆ្ងាយទៅលើគោលដៅឧស្សាហកម្មប្រេងជាពិសេសនោះគឺរោងចក្រចម្រាញ់ប្រេងដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Chumin ហើយរោងចក្រចម្រាញ់ប្រេងនៅក្នុងតំបន់ Chumin នេះគឺជារោងចក្រមួយនៅក្នុងចំណោមរោងចក្រដ៏ទំនើបបំផុតរបស់ប្រទេសរុស្ស៊ីដែលមានទីតាំងស្ថិតនៅភាគខាងលិចនៃតំបន់ស៊ីបេរីហើយរោងចក្រចម្រាញ់ប្រេងនេះគឺមានសមត្ថភាពអាចផលិតបានប្រេងប្រហែលជា8លានតោននិងអាចផលិតសាំងបានប្រហែលជាកន្លះលានតោននិងចម្រាញ់ប្រេងម៉ាស៊ូតបានប្រហែលជា2លានតោនកន្លះនៅក្នុងមួយឆ្នាំ